អសតប្រើចាសម្រាប់ទាស់ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចែករំលែកអំពីថ្នាំទាស់មួយប្រភេទទៀតហើយដែលបងប្អូនទាំងអស់គ្នាចំណាំតែស្គាល់រួចហើយចាប្រភេទនេះគឺអង្ក្រងចានេះគឺជាស្លឹករបស់អង្ក្រងចាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាស្លឹកនេះគឺជាដើមរបស់អង្ក្រងចាពុកម៉ែមានបន្លាបែបនេះណាចាហើយសម្រាប់សបករបស់វាប្រភេទនេះសម្រាប់បងម៉ែបងប្អូនទាំងអស់គ្នាចាក្រោយពីការឆ្លងទន្លេរួចពុកម៉ែអាចប្រើចាសម្រាប់ថ្នាំចាបំបត្តិទាស់ចាបងប្អូនអាចដាំទឹកពិសាបានហើយប្រភេទនេះមិនត្រឹមតែជួយសម្រាប់ស្ត្រីរបស់យើងមានបញ្ហាទាស់ទេចាពិសេសខ្លាំងមែនតើក៏ធ្វើឲ្យស្ត្រីរបស់យើងសម្បូរទៅដោយទឹកដោះផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមានចាក្រោយឆ្លងទន្លេហើយពុកម៉ែបងប្អូនអាចទាំងអស់គ្នាចង់ប្រើប្រាស់រុក្ខជាតិឱសថចាបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ដើមក្រងនេះបានចាពិសេសខ្លាំងមែនតើសម្រាប់ថ្នាំសរសៃថ្នាំចេញទឹកដោះថ្នាំទាស់អីនេះគឺខ្លាំងបកាយខ្លាំងមែនតើចាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អាចខមមិនខាងក្រោមវីដេអូរបស់នេះខ្ញុំបានអរគុណ